លើកក្រោយបើយើងមានការវះកាត់សង្គ្រោះបន្ទាន់ខ្ញុំពិតជានឹងនាំដុកទ័រលីមីនហូចូលក្នុងបន្ទប់វះកាត់ជាមិនខានពេលវេលាចេះតែកន្លងផុតទៅរហូតដល់រសៀលមួយនៅក្នុងសង្កាត់តូចមួយមុខរបស់លីមីនហូគឺស្លេកស្លាំងគាត់បានធ្ងោតិចៗដោយការអស់កម្លាំងដៃកាន់ពោះរបស់គាត់តើខ្ញុំមិនរំលាយអាហារមែនទេពោះរបស់ខ្ញុំឈឺចង់ស្លាប់គាត់គិតសូម្បីតែការសង្កត់ចំណុចចាក់មជុលវិទ្យាសាស្ត្រក៏មិនអាចបំបត្តិការឈឺចាប់បានដែរប្រហែលជាដោយសារតែរូបភាពរបស់កៅចេះតែលេចឡើងក្នុងគំនិតរបស់ខ្ញុំការឃើញអ្នកជំងឺឈឺក្បាលធ្វើឲ្យខ្ញុំនឹកឃើញដល់គាត់ម្ដងទៀតខ្ញុំមិនអាចជៀសវាងវាបានទេសូម្បីតែពេលកំពុងញ៉ាំអាហារកំណត់ត្រាប្រវត្តិសាស្ត្របង្ហាញថានៅថ្ងៃទី23នៃខែទី1តាមចន្ទគតិក្នុងឆ្នាំ220នៃកសមួយឆ្នាំបន្ទាប់ពីការស្លាប់របស់គួនយូកៅបានស្លាប់នៅលូយ៉ាងក្នុងអាយុ66ឆ្នាំមានរឿងរ៉ាវជាច្រើនជំវិញថ្ងៃចុងក្រោយរបស់គាត់អ្នកខ្លះនិយាយថានៅពេលដែលគាត់កាប់ដើមឈើពិសិដ្ឋដើម្បីសាងសង់ទីក្រុងជៀនឈាមបានហូរចេញពីដើមឈើធ្វើឲ្យគាត់សន្លប់រឿងមួយទៀតអះអាងថាគាត់បានធាក់ខ្លួនឈឺបន្ទាប់ពីឃើញឈាមហូរចេញពីឫសនៃដើមសារីដែលបានបណ្ដុះបន្ទាប់ពីខ្ញុំស្លាប់គាត់មិនបានរត់នៅបានយូរប្រមាណទេប្រសិនបើគាត់ស្ដាប់ខ្ញុំគាត់និងកូនប្រុសរបស់គាត់នឹងមិនស្លាប់ប៉ុន្តែខ្ញុំមិនអាចនិយាយថាគាត់សមនឹងទទួលវាបានពោះរបស់ខ្ញុំឈឺណាស់ខ្ញុំនឹងធ្វើវាតែម្ដងនេះទេនៅពេលគាត់គិតដូច្នេះគាត់បានដកម្ជុលតូចមួយបន្ទាប់មកគាត់បានប្រើម្ជុលចាក់នៅជ្រុងនៃក្រចកដៃរបស់គាត់ភ្លាមនោះសំឡេងមួយបានហៅពីខាងក្រោយដុកទ័រលីមីនហូតើអ្នកកំពុងធ្វើអ្វីគាត់បានលឺហើយភ្នែករបស់គាត់បើកធំគាត់បានងាកមកហើយខំប្រឹងញញឹមភៀមញ៉ាំអាហារថ្ងៃត្រាំងលឿនពេកហើយក៏មិនរំលាយអាហារវូអិនហេបានស្ដីបន្ទោសគាត់អញ្ចឹងអ្នកគួរតែលេបថ្នាំហេតុអ្វីបានជាអ្នកធ្វើការព្យាបាលដែលមិនទាន់បានបញ្ជាក់និងមិនមានលក្ខណៈវិទ្យាសាស្ត្រនៃមន្ទីរពេទ្យឮបែបនេះមីនហូគិតថាវិន័យហើយខ្ញុំកំពុងធ្វើតាមទម្លាប់ចាស់ម្ដងទៀតបន្ទាប់មកគាត់បាននិយាយទាំងរអាក់រអួលថាខ្ញុំសុំទោសនាងបានដកដង្ហើមធំហើយបន្តថាដោយសារតែវាជាលើកទី1របស់អ្នកខ្ញុំនឹងមិនប្រកាន់ទេបើមានគេសួរគ្រាន់តែនិយាយថាអ្នកចៃដន្យចាក់ខ្លួនឯងដោយម្ជុលពេលកំពុងហាត់ដេរទៅពេលគាត់មើលនាងដើរគេងទៅគាត់គិតក្នុងចិត្តថាមើលទៅគ្រូពេទ្យសម័យថ្មីមិនសូវចូលចិត្តវិធីសាស្ត្របុរាណទេប្រសិនបើខ្ញុំអាចអនុវត្តបច្ចេកទេសដែលខ្ញុំធ្លាប់ជែកលឿនអ្នកជំងឺដើម្បីវាយតម្លៃដោយខ្លួនឯងថាតើវានៅតែមានតម្លៃដែរឬទេភ្លាមនោះទូរស័ព្ទក៏រោទគិលានុថាភិកាបានលើកទូរស័ព្ទយ៉ាងលឿនចាស់នេះគឺផ្នែកសង្គ្រោះបន្ទាប់នៃមន្ទីរពេទ្យ S University មិនហ្នឹងឮការឧទានខំលីមីនហូបានងាកមកយ៉ាងលឿនមុខរបស់គិលានុថាភិកាមានភាពធងធ្ងរឡានបុកគ្នាច្រើនគ្រឿងពិតជាមានការបុកគ្នាច្រើនមែនឬនាងងាកមកគាត់ហើយនិយាយថាដុកទ័រលីមីនហូមានករណីឡានបុកគ្នាចំនួន10គ្រឿងនៅផ្លូវមាត់ទន្លេហើយមានអ្នកជំងឺសង្គ្រោះបន្ទាន់ជាច្រើនក្រុមសង្គ្រោះសួរថាតើយើងអាចទទួលអ្នកជំងឺបានប៉ុន្មានអ្នកឮពីស្ថានភាពបន្ទាន់គាត់បានឆ្លើយភ្លាមថាទុកឲ្យខ្ញុំសួរដុកទ័រចាងសិនលោកគ្រូពេទ្យនេះគឺលីមីនហូមានករណីឡានបុកគ្នាចំនួន10គ្រឿងនៅផ្លូវមាត់ទន្លេបាទខ្ញុំយល់ហើយយើងអាចទទួលអ្នកជំងឺបានអតិបមា20នាក់ទិដ្ឋភាពបានផ្លាស់ប្ដូរទៅខាងក្រៅមន្ទីរពេទ្យសាស្ត្រាចារ្យក្នុងឈុតអាវធំរបស់ពួកគេកំពុងចាក់ចេញនិងពិភាក្សាអំពីគ្រោះថ្នាក់អំឡុងពេលម៉ោងមមីននិយាយមែនតែនទៅថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍របស់ខ្ញុំដូច្នេះខ្ញុំត្រូវទៅផ្ទះលឿនគ្រួសារខ្ញុំប្រហែលជាកំពុងរញ៉េរញ៉ៃហើយតើមានរឿងអ្វីកើតឡើងភ្លាមម្លេះគ្រាន់តែពួកគេជៀនចូលមន្ទីរពេទ្យវេជ្ជបណ្ឌិតនិងកីឡានុបដ្ឋាយិការាប់សិបនាក់បានឈរយ៉ាងស្ងៀមស្ងាត់នៅចំពោះពួកគេឃើញបែបនេះពួកគេមើលទៅហាក់ដូចជាធុញទ្រាន់មន្ទីរពេទ្យរបស់យើងមិនមានសូម្បីតែមជ្ឈមណ្ឌលសង្គ្រោះរបួសស្នាមថងសូម្បីតែជាមួយគ្រោះថ្នាក់ចរាចរណ៍ផ្នែកផ្សេងទៀតនៅតែចេញពីធ្វើការទាន់ពេលខ្ញុំឮថាយើងនឹងទទួលបានអាជ្ញាប័ណ្ណបង្កើតមជ្ឈមណ្ឌលសង្គ្រោះរបួសស្នាមនៅឆ្នាំក្រោយនិយាយដោយស្មោះការងារនឹងកាន់តែច្រើនឡើង
យើងកំពុងខាតបង់ស្រាប់ហើយហេតុអ្វីបានជាពួកគេលោភលួនម្លេះឮពាក្យទាំងនេះលីមីនហូបានងាកទៅមើលមុខរបស់ចាងថែជូដែលកំពុងប្រែជាស្រអាប់ដោយក្តីបារម្ភនៅពេលនេះសាស្ត្រាចារ្យបាននិយាយឡើងខ្ញុំសូមទោសអ្នកទាំងអស់គ្នាដោយសារតែខ្ញុំអ្នកមិនអាចទៅផ្ទះបានទេមនុស្សម្នាក់ទៀតបានក្អកមួយសន្ទុះហើយឆ្លើយថាលោកគ្រូពេទ្យនេះគឺដុកទ័រចាងលោកមិនចាំបាច់សំទោសយើងទេលោកមិនមែនជាអ្នកបង្កគ្រោះថ្នាក់នោះទេគាត់ញញឹមយ៉ាងទន់ភ្លន់ហើយនិយាយថាប្រពន្ធខ្ញុំខឹងនឹងខ្ញុំខ្លាំងណាស់ដោយសារខ្ញុំជ្រើសរើសផ្នែកវះកាត់របួសស្នាមប៉ុន្តែប្រសិនបើយើងអាចជួយសង្គ្រោះអ្នកជំងឺបានតែម្នាក់ការដែលត្រូវគេរអ៊ូដាក់បន្តិចបន្តួចប្រហែលជាមិនគួរឲ្យត្អូញត្អែទេមែនទេបន្ទាប់ពីនិយាយចប់គាត់ញញឹមដោយជ័យជំនះហាក់ដូចជាគាត់ទើបតែឈ្នះសមរភូមិឃើញស្នាមញញឹមរបស់គាត់លីមីនហូគិតក្នុងចិត្តថាគាត់និយាយចំប៉ុន្តែក៏ស្ងប់ស្ងាត់ណាស់ពិតជាមិនមែនជាមនុស្សធម្មតាទេខ្ញុំធ្លាប់ឃើញអាកប្បកិរិយាបែបនោះនៅក្នុងបុគ្គលអស្ចារ្យជាច្រើនកាលពីអតីតកាលភ្លាមនោះសំឡេងស៊ីរ៉ែនបានធ្វើឲ្យពួកគេទាំងពីរងាកមកក្រោយយ៉ាងលឿនឡានពេទ្យមួយជួរបានបន្លឺសំឡេងខណៈដែលពួកគេបើកសម្ដៅទៅច្រកទ្វារនៅពេលនេះចាំងតេជូនិងវេជ្ជបណ្ឌិតបានប្រញាប់ប្រញាល់ទៅខាងមុខគាត់ស្រែកថាតាជេបើកផ្លូវអ្នកជំងឺនេះទៅក្រែទី1អ្នកជំងឺនេះទៅក្រែទី2វេជ្ជបណ្ឌិតបានទទួលអ្នកជំងឺដែលកំពុងដកដង្ហើមធំជាមួយនឹងសំណួរថាប្រាប់ខ្ញុំពីស្ថានភាពអ្នកជំងឺអ្នកសង្គ្រោះបានឆ្លើយថាខៀមយ៉ានចាំងភេទប្រុសអាយុ29ឆ្នាំគាត់បានបើកឡានបុករបាំងផ្លូវនៅតំបន់មួយទៀតអ្នកជំងឺម្នាក់ដែលមានរបួសជើងកំពុងសង្កេតធ្មេញដោយការឈឺចាប់វេជ្ជបណ្ឌិតនៅក្បែរពួកគេបានសួរដោយមួម៉ៅថាតើអ្នកនិយាយលេងមែនទេជើងរបស់អ្នកជំងឺនៅឯណាដុកទ័រឃីមតាក់ទងផ្នែកសន្តាំជួបបន្ទាន់ប្រាប់ពួកគេឲ្យរៀបចំបន្ទប់វះកាត់ឮបញ្ជាដុកទ័រឃីមបានរត់ចូលទៅយ៉ាងលឿនបាទលោកគ្រូពេទ្យខណៈនោះនៅកន្លែងរបស់លីមីនហូអ្នកសង្គ្រោះកំពុងពន្យល់ពីស្ថានភាពរបស់អ្នកជំងឺប្រាប់គាត់ឈីនដុងអ្នកជំងឺប្រុសអាយុ31ឆ្នាំគាត់ត្រូវបានគេរកឃើញជាមួយនឹងបន្ទាក់ដែកពីឡានដឹកទំនិញជាប់នឹងផ្នែកខាងក្រោមពោះខាងស្ដាំរបស់គាត់សម្ពាធឈាមរបស់គាត់នៅពេលរកឃើញគឺពិតណាស់អ្នកជំងឺមានដែកទងចឹកទម្លុះពោះរបស់គាត់ដោយមានបង់រុំដើម្បីខាត់ឈាមពួកគេបានផ្លាក់អ្នកជំងឺចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងលឿនហើយចាប់ផ្ដើមសង្គ្រោះបឋមដើម្បីស្ដារសញ្ញាជីវិតឆាសង្សេកងក់ក្បាលហើយនិយាយថាអ្នកជំងឺសួមបែកមាត់របស់អ្នកដើម្បីយើងអាចដាក់បំពង់ខ្យល់គាត់មិនបានយកចិត្តទុកដាក់នឹងពាក្យរបស់សង្សេកទេហើយកំពុងសង្កេតធ្មេញដោយការឈឺចាប់ឃើញបែបនេះមីនហូគិតថានេះមិនល្អទេតើអ្នកជំងឺឈឺចាប់ខ្លាំងប៉ុណ្ណាដែលគាត់មិនអាចសុំបីតែបើកមាត់ដុកទ័រ Shin Hee-chul កំពុងបញ្ចូលបំពង់សរសៃឈាមវ៉ែនកណ្ដាលថ្នាំសណ្ដំនិងថ្នាំបន្ធូរសាច់មុតអាចនឹងត្រូវផ្ដល់ឲ្យអ្នកជំងឺក្នុងពេលឆាប់ប៉ុន្តែនៅពេលនេះឆាសង្សេកបន្តបញ្ចុះបញ្ចូលអ្នកជំងឺអ្នកត្រូវសហការដើម្បីយើងអាចព្យាបាលអ្នកភ្លាមនៅចំណុចនេះមីនហូនិយាយថាទុកឲ្យខៀងសាកល្បងអ្វីមួយជាមួយនឹងភ្នែកមុតមមគាត់គិតថាវាត្រូវតែមានវិធីដើម្បីដាក់បំពង់ខ្យល់លឿនជាងវិធីសាស្ត្របច្ចុប្បន្នគ្រឿងស្ថានភាព Shin Hee-chul និយាយឡើងកុំសូមបីតែគិតចង់ដាក់ម្រាមរបស់អ្នកចូលទៅក្នុងមាត់គាត់អ្នកនឹងត្រូវគេខំមីនហូបន្ទាប់មកនិយាយថាខ្ញុំមានវិធីសាស្ត្រផ្សេងគាត់ដើរទៅជិតហើយប៉ះមុខអ្នកជំងឺខ្ញុំអាចផ្ញើប្រព័ន្ធសរសៃប្រសាទរបស់អ្នកជំងឺបែបនេះគាត់គិតហើយនៅពេលនោះអ្នកជំងឺក៏បើកមាត់របស់គាត់សាំងស៊ីកឃើញបែបនេះហើយសួរដោយភ្ញាក់ផៅថាអ្វីតើអ្នកធ្វើវាបានយ៉ាងដូចម្ដេច Shin Hee-chul ក៏ហាមាត់ដែរលីមីនហូបញ្យល់ថាខ្ញុំបានមើលវីដេអូខ្លះស្ថានភាពនេះនឹងមិនមានរយៈពេលយូរទេដូច្នេះសូមដាក់បំពង់ខ្យល់វេជ្ជពេទ្យម្នាក់ទៀតបានយល់ព្រមយ៉ាងលឿនយល់ព្រមបន្ទាប់មកគាត់បានអនុវត្តនីតិវិធីដាក់បំពង់ខ្យល់សម្រាប់អ្នកជំងឺសាស្ត្រាចារ្យចាំងតែជូបានបញ្ចប់ជាមួយអ្នកជំងឺម្នាក់ទៀតហើយដើរទៅរកលីមីនហូដោយដកដង្ហើមធំ
បន្ទាប់មកគាត់និយាយថាវាហាក់ដូចជាអ្នកជំងឺនេះក៏ត្រូវការទៅបន្ទប់វះកាត់ជាបន្តដែរតាក់ទងផ្នែកសណ្ដំហើយប្រាប់ពួកគេឲ្យរៀបចំបន្ទប់វះកាត់អ្នកទាំង3ជួយពួកយើងឈៀនហ៊ីឈើនិយាយរអាក់រអ៊ូលថាលោកគ្រូពេទ្យអ្នកជំងឺនេះត្រូវការរងចាំការវះកាត់ទូទៅដើម្បីបញ្ជាក់សិនចាំងតាយជូងក់ក្បាលហើយសួរបកវិញថាតើញាក់មិនឃើញថាគ្រូពេទ្យវះកាត់កំពុងជាប់ដៃជាមួយអ្នកជំងឺជាច្រើនផ្សេងទៀតទេខ្ញុំនឹងវះកាត់អ្នកគ្រាន់តែត្រូវការជួយទេសភាពបានផ្លាស់ប្ដូរទៅបន្ទប់វះកាត់ដែលគាត់កំពុងស្លៀកពាក់ឈុតវះកាត់នៅជាមួយគាត់គឺលីមីនហូនិងវេជ្ជបណ្ឌិតជំនួយផ្សេងទៀតពួកគេអាចបើកកន្លែងដែលសរសៃឈាមត្រូវបានដាច់លីមីនហូឃើញបែបនេះហើយគិតក្នុងចិត្តថាបំពង់មេជីវិតឈ្មោលខាងស្ដាំត្រូវបានដាច់ដោយសារបំពង់មេជីវិតឈ្មោលខាងឆ្វេងនៅដដែលគាត់នឹងមិនងាប់លេងទេប៉ុន្តែនៅពេលដែលអ្នកជំងឺភ្ញាក់ឡើងគាត់អាចនឹងមានការតក់ស្លុតខ្លាំងដោយផ្អែកលើចម្រៃនិងទំហំនៃរបួសសូម្បីតែគ្រូពេទ្យវះកាត់ដែលមានជំនាញខ្ពស់ក៏ត្រូវចំណាយពេលយូរដើម្បីធ្វើការផ្ទាត់ភ្ជាប់សរសៃឈាមដែរតើដុកទ័រចាងដោយផ្ដោតទៅលើការជួយសង្គ្រោះអ្នកជំងឺអាចភ្ជាប់រចនាសម្ព័ន្ធដែលដាច់នៃបំពង់មេជីវិតឈ្មោលបានទេល្បឿនរបស់គាត់ក្នុងការដេរភ្ជាប់សរសៃឈាមគឺលឿនប៉ុន្តែមិនច្បាស់លាស់កាត់ចាងតេជូនិយាយឡើងគាត់បានកាត់ខ្សែភ្លាមតាមការណែនាំសម្លឹងមើលចំណងទាំងនោះមីនហូបន្តគិតថាប្រវែងល្អឥតផុសវាហាក់ដូចជាគាត់ពិតជាបានចូលរួមក្នុងការវះកាត់បេះដូងនិងទ្រូងក្នុងបន្ទប់វះកាត់បន្ទាប់ពីដេរភ្ជាប់សរសៃឈាមចាងតេជូនិយាយថាពីសរសៃឈាមពងស្វាទៅសរសៃឈាមប្លោកនោមនិងប្លោកនោមកន្លែងវះកាត់គឺពិបាកណាស់ប៉ុន្តែយើងបានធ្វើបានល្អណាស់គាត់អាចនឹងងាប់លេងទេប៉ុន្តែសំណាងល្អទេវតាបានជួយលីមីនហូឮបែបនេះហើយភ្នែករបស់គាត់បើកធំៗដោយភ្ញាក់ផ្អើលគិតថាការវះកាត់ចប់ហើយឬបន្ទាប់មកលីមីនហូនិយាយឡើងហើយសួរថាលោកគ្រូពេទ្យចាងតេជូសួរបកវិញថាអ្វីតើអ្នកភ្ញាក់ផ្អើលដែលការវះកាត់បានបញ្ចប់លឿនជាងការគិតឬលីមីនហូបន្តសួរថាបំពង់មេជីវិតឈ្មោលតើលោកមិនដេរភ្ជាប់វាទេឬចាងតេជូពន្យល់យ៉ាងទន់ភ្លន់ថាដោយពិចារណាលើការពេញចិត្តរបស់អ្នកជំងឺចំពោះជីវិតផ្លូវឆេកការធ្វើការផ្ទាល់ភ្ជាប់សរសៃនឹងប្រសើរជាងប៉ុន្តែបច្ចុប្បន្នមានអ្នកជំងឺធ្ងន់ធ្ងររាប់មិនអោនដែលកំពុងរងចាំការវះកាត់ក្នុងបន្ទប់សង្គ្រោះបន្ទាន់អ្នកជំងឺនេះបានឆ្លងកាត់ដំណាក់កាលគ្រោះថ្នាក់ហើយខ្ញុំមិនអាចធ្វើអ្វីបានទៀតទេបានទទួលចម្លើយនោះមីនហូមានការខកចិត្តបន្តិចហើយឆ្លើយថាបាទខ្ញុំយល់ហើយគាត់ក្តាប់ជាអាវះកាត់គិតបន្ថែមថាដោយដែលខ្ញុំបានទីទុកនៅពេលនេះចាងថេជូដកវ៉ែនតារបស់គាត់ហើយនិយាយថាដុកទ័រឈិនខ្ញុំត្រូវទៅពិនិត្យអ្នកជំងឺផ្សេងទៀតអ្នកបញ្ចប់ករណីនេះទៅដុកទ័រឈិនឆ្លើយយ៉ាងលឿនថាបាទសាស្ត្រាចារ្យបន្ទាប់មកចាងថេជូដើរទៅកាន់ច្រកចេញដោយទុកការវះកាត់ឲ្យវេជ្ជបណ្ឌិតផ្សេងទៀតគ្រាន់តែទ្វារបើកស៊ីនហ៊ីជូសួរថាអូត្រូវហើយដុកទ័រលីមីនហូអ្នកធ្លាប់ផ្លាស់ប្ដូរវេននៅផ្នែកវះកាត់បេះដូងនិងទ្រូងមែនទេគាត់ឆ្លើយថាបាទខ្ញុំក៏ធ្លាប់ធ្វើការវះកាត់2-3ដងដែរគាត់បន្តថាអញ្ចឹងអ្នកអាចបន្តជាមួយករណីនេះបានមីនហូសួរដោយងឿងឆ្ងល់ថាសាស្ត្រាចារ្យទើបតែប្រាប់ដុកទ័រស៊ីនឲ្យបញ្ចប់ករណីនេះតើខ្ញុំអាចធ្វើវាបានទេស៊ីនហ៊ីជូញញឹមចំអកហើយនិយាយថាខ្ញុំចង់ឃើញជំនាញរបស់អ្នកប្រសិនបើអ្នកគិតថាអ្នកមិនល្អគ្រប់គ្រាន់ខ្ញុំនឹងធ្វើវាដោយខ្លួនឯងហើយបន្តមកសម្លឹងមើលកន្លែងដែលសរសៃឈាមទើបតែត្រូវបានដេរលីមីនហូសម្លឹងមើលវាហើយឆ្លើយថាខ្ញុំយល់ហើយដុកទ័រឆាយកខ្សែនីឡុងលេខ100មកឲ្យខ្ញុំឮបែបនេះដុកទ័រឆាសួរដោយភ្ញាក់ផៅថាអីខ្សែនីឡុងលេខ100ស៊ីនហ៊ីជូលក៏សម្លឹងមើលគាត់ដោយភ្ញាក់ផៅសួរដោយសង្ស័យថាអីតើអ្នកត្រូវការខ្សែដេរសរសៃឈាមសម្រាប់អី
មីនហូឆ្លើយភ្លាមថាខ្ញុំនឹងធ្វើការតប្រព័ន្ធមេជីវិតឈ្មោល Shin Hee-chul ឮបែបនេះហើយស្រែកដោយមួម៉ៅថាអ្វីតើអ្នកឈួតទេមុននេះនៅចំពោះមុខសាស្ត្រាចារ្យអ្នកចេះតែលូកដៃក្នុងរឿងរបស់អ្នកដទៃហើយឥឡូវនេះដោយសារអ្នកទទួលបានការសរសើរ2-3ម៉ាត់អ្នកក៏បានចិត្តហើយមីនហូនិយាយដោយស្ងប់ស្ងាត់ថានេះគ្រាន់តែជាការតបផ្ទាប់ដ៏សាមញ្ញមួយវានឹងរួចរាល់យ៉ាងឆាប់រហ័សអ្នកជំងឺនេះនៅក្មេងសូមអនុញ្ញាតឲ្យខ្ញុំធ្វើ Shin Hee-chul សួរបកវិញថាសាមញ្ញតើអ្នកគិតថាគ្រាន់តែដេរភ្ជាប់បំពង់មេជីវិតឈ្មោលគឺគ្រប់គ្រាន់ហើយឬអ្នកក៏ត្រូវភ្ជាប់សាច់ដុំជុំវិញបំពង់មេជីវិតឈ្មោលផងដែរគ្រូពេទ្យកម្មសិទ្ធិហ៊ានធ្វើបែបនោះប្រសិនបើខ្ញុំជាអ្នកជំងឺខ្ញុំនឹងបោះអ្នកចេញពីបន្ទប់វះកាត់ប៉ុន្តែមីនហូឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថាខ្ញុំសួរព្រោះខ្ញុំប្រកាសថាខ្ញុំអាចធ្វើវាបានខ្ញុំមិនរឹងរូសទេប្រសិនបើខ្ញុំដឹងថាវាជាអ្វីដែលខ្ញុំមិនអាចធ្វើបាននេះជាការវះកាត់ដែលខ្ញុំមានសមត្ថភាពហើយខ្ញុំអាណិតអ្នកជំងឺប្រសិនបើយើងមិនអើពើនឹងគាត់សូមគ្រាន់តែទុកចិត្តខ្ញុំគាត់ធ្វើមុខជូរដោយស្មោះត្រង់សូមមេត្តាអ្នកទាំងអស់គ្នាពេញបន្ទប់ស្ងាត់ឈឹងសម្លឹងមើលគាត់ Shin Hee-chul ក៏នៅស្ងៀមហាក់ដូចជាកំពុងគណនាអ្វីមួយបន្ទាប់មកគាត់បានរអឿមថារឹងរូសណាស់គ្មានពេលទៀតទេខ្ញុំនឹងជួយញាក់ក្នុងផ្នែកដែលនៅសល់ប្រញាប់ឡើងឮការយល់ព្រមនេះលីមីនហូឆ្លើយដោយរីករាយថាអរគុណលោកគ្រូពេទ្យហើយបន្ទាប់មកគាត់បានចាប់ផ្ដើមនីតិវិធីដេរលីមីនហូផ្ដោតអារម្មណ៍បន្តិចម្ដងទៅមួយម្ដងដើម្បីដេរវាយ៉ាងប្រុងប្រយ័ត្នវេជ្ជពេទ្យនៅក្បែរគាត់ក៏បានជួយគាត់អស់ពីសមត្ថភាពហើយបន្ទាប់មកបន្ទាប់ពីបញ្ចប់ការដេរចុងក្រោយឃើញជំហានចុងក្រោយបានបញ្ចប់មុខរបស់មនុស្សគ្រប់គ្នាគឺស្រឡំហើយភ្ញាក់ហ្វោលចំពោះជំនាញរបស់គាត់ Shin Hee-chul និយាយរអាក់រអឿមថាឈួតតើអ្នកពិតជាគ្រូពេទ្យកម្មសិទ្ធិមែនទេលីមីនហូឆ្លើយថាក្តីសុបិនរបស់ខ្ញុំគឺចង់ក្លាយជាគ្រូពេទ្យវះកាត់ដូច្នេះខ្ញុំបានអនុវត្តការដេរច្រើនណាស់កាលនៅសាលា Shin Hee-chul បន្ទាប់មកឆ្ងល់ថាទោះជាយ៉ាងនេះក្តីជំនាញដេរភ្ជាប់សរសៃឈាមរបស់គាត់គឺល្អជាងសាស្ត្រាចារ្យចាំងតេជូទៅទៀតតើអាចទៅរួចយ៉ាងដូចម្ដេចគាត់គ្រាន់តែជាគ្រូពេទ្យកម្មសិទ្ធិប៉ុណ្ណោះបន្ទាប់មកលីមីនហូស្រាប់តែហៅថាកាត់នោះបាននាំគាត់ត្រឡប់មកការពិតវិញបាទហើយបន្ទាប់មកគាត់បានកាត់ខ្សែលីមីនហូញញឹមដោយការពេញចិត្តបន្ទាប់ពីបញ្ចប់ការដេរពេលវេលាបានកន្លងផុតទៅហើយបន្ទប់សង្គ្រោះបន្ទាន់ដែលកក់កលបានត្រឡប់មកសភាពធម្មតាវិញយ៉ាងឆាប់រហ័សនៅពេលនេះវេជ្ជបណ្ឌិតដែលបានខិតខំអស់ពីកម្លាំងកាយចិត្តកំពុងត្អូញត្អែដោយអស់កម្លាំងព្រះអើយខ្ញុំពិតជាហត់ណាស់អ្នកធ្វើបានល្អណាស់ភ្លាមនោះសំឡេងសរសើរបានបន្លឺឡើងហេមិត្តរួមថ្នាក់របស់អ្នកពិតជាអស្ចារ្យណាស់ថ្ងៃនេះឮបែបនេះពួកគេបានមើលជុំវិញដោយងឿងឆ្ងល់វាគឺ Shin Hee-chul ដែលនិយាយដោយមោទនភាពថាខ្ញុំកំពុងនិយាយអំពីដុកទ័រ Lee Min-ho ខ្ញុំបាននៅក្នុងបន្ទប់វះកាត់ជាមួយគាត់អ្នកជំងឺម្នាក់មានរបួសនៅផ្នែកខាងក្រោមពោះខាងស្ដាំហើយគាត់បានធ្វើការតភ្ជាប់បំពង់មេជីវិតឈ្មោលដោយជោគជ័យឮបែបនេះពួកគេសួរដោយភ្ញាក់ផ្អើលថាការតភ្ជាប់បំពង់មេជីវិតឈ្មោល Shin Hee-chul បន្តថាបាទខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកហើយនៅតែមិនអាចជឿបានវាហាក់ដូចជាគាត់បានកើតជាលើកទី2ដើម្បីក្លាយជាគ្រូពេទ្យអ្នកគួរតែមានអារម្មណ៍សំណាងដែលមានមនុស្សបែបនេះជាមិត្តរួមថ្នាក់ទាញយកប្រយោជន៍វាសួរសំណួរឲ្យបានច្រើនហើយខិតខំរៀនសូត្រពួកគេបានលើកការសរសើរទាំងនេះអំពីមីនហូហើយយល់ស្របនឹងឃ្វីនមីនហូពិតជាពូកែណាស់បាទខ្ញុំគិតអញ្ចឹងឆាសាំងស៊ីកបន្ទាប់មកបានរៀបរាប់ពីជំនាញរបស់មីនហូខ្ញុំគិតថាគាត់ពូកែមុននេះគាត់ថែមទាំងធ្វើឲ្យអ្នកជំងឺបើកមាត់ដើម្បីយើងអាចដាក់បំពង់ខ្យល់បាន
ខ្ញុំឆ្ងល់ថាគាត់រៀនវាមកពីណាភ្លាមនោះស៊ីនហ៊ីឈើងាកមកเขาនិយាយថាអូត្រីហើយដុកទ័រឆាគេងលើក្រែបន្តិចសិនគាត់មើលទៅហាក់ដូចជាវង្វេងមួយសន្ទុះហើយបន្ទាប់មកគាត់បានគេងចុកជាមួយនឹងទឹកមុខងឿងឆ្ងល់គាត់ស្រែកថាតើអ្នកនឹងធ្វើអ្វីស៊ីនហ៊ីឈើនិយាយថាសង្កេតធ្មេញឲ្យជាប់ល្អរក្សាជំហរនោះមួយផ្លែតនេះគាត់និយាយខណៈពេលដែលគាត់ទៀបសង្សិចគាត់សោយគឹកអើកវារសើបអ្នកទាំងពីរផ្សេងទៀតគ្រាន់តែឈរនៅទីនោះដោយងឿងឆ្ងល់មើលដោយមិនយល់អ្វីទាំងអស់នៅពេលនេះស៊ីនហ៊ីឈើបានសង្កត់លើករបស់សង្សិចហើយនិយាយថានេះហើយអរគុណចំពោះរឿងនោះសន្លាក់ករបស់សង្សិចត្រូវបានលើកឡើងបន្តិចគាត់ស្រែកដោយការឈឺចាប់ឃើញសង្សិចបែបនោះស៊ីនហ៊ីឈើធានាគាត់ដោយឆ្កំឆ្កងថាទេចាំមួយភ្លាតដុកទ័រឆាខ្ញុំនឹងធ្វើវាឲ្យពិតប្រាកដនៅពេលនេះខណៈពេលនោះអ្នកទាំងពីរនៅពីក្រោយពួកគេបានមើលនឹងវិនិច្ឆ័យឆាសង្សិចស្រែកថាជួយជ្រុងផងហើយពួកគេប្រាប់គ្នាថាតោះយើងត្រឡប់ទៅធ្វើការវិញឃើញពួកគេហៀបនឹងចាកចេញសង្សិចអង្វរថាដុកទ័រភយុនដុកទ័រអាន់ជួយខ្ញុំផងនៅពេលនេះស៊ីនហ៊ីឈើបានសង្កត់លើសន្លាក់ក្បាយនោះបរិយាកាសនៅក្នុងបន្ទប់គឺធ្ងន់ជាមួយនឹងគំនិតថ្ងៃដ៏ស្ងប់ស្ងាត់មួយទៀតបានកន្លងផុតទៅនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទន្ទឹមនឹងនោះនៅលើដំបូលគីវងសម្លឹងមើលទិដ្ឋភាពពីខាងលើដោយភ្លឹកស្មារតីខណៈពេលដែលគាត់មើលគាត់បានលង់ក្នុងពាក្យស្ដីបន្ទោសកាលពីអតីតកាលចុះបើអ្នកអនុញ្ញាតឲ្យអ្នកជំងឺដែលមានខ្យល់ក្នុងស្រទាប់សួតចេញពីមន្ទីរពេទ្យទីនេះរវល់ស្រាប់ហើយតើអ្នកចង់បង្កើនការងារទ្វេដងទេដុកទ័រភយុនអ្នកជំងឺដែលត្រូវបានបញ្ជូនមកដោយសារគ្រោះថ្នាក់ចរាចរណ៍តើនរណាប្រាប់អ្នកថារោគសញ្ញាទាំងអស់គឺជាលទ្ធផលពីគ្រោះថ្នាក់នោះអ្នកជំងឺមានការឈឺទ្រូងហើយសួតដែលដួសរលំគឺត្រូវបានឃើញយ៉ាងច្បាស់លើកាមេរ៉ាស្មៃហេតុអ្វីបានជាអ្នកមិនកំណត់សម្គាល់គាត់ឆ្លើយតបមុខរបស់គាត់ស្រអាប់ក្រោមការរិះគន់ទាំងនេះថាខ្ញុំសុំទោសយោបុកស៊ុនបន្តថាសម្រាប់គ្រូពេទ្យកម្ពុជាមានកំហុសខ្លះដែលយើងអាចទទួលបានប៉ុន្តែក៏មានដែនកំណត់ដែរមើលមិត្តរបស់អ្នកដុកទ័រលីមីនហូគាត់កំពុងធ្វើបានល្អតើមានបញ្ហាអ្វីជាមួយអ្នកដុកទ័រភយុនត្រឡប់មកការពិតវិញទឹកភ្នែកចាប់ផ្ដើមហូរជាមួយនឹងការរំលឿនថាតើវាដោយសារតែខ្ញុំពិតជាមិនអាចធ្វើបានល្អគ្រប់គ្រាន់ទេឬទិដ្ឋភាពបានផ្លាស់ប្ដូរទៅច្រកចិនអាសាន់លីមីនហូឡើងចិនដាវគិតថាបន្ទាប់ពីរាត្រីដ៏រុះរាយនៅក្នុងការពិនិត្យអ្នកជំងឺរហូតដល់ភ្លឺខ្ញុំហត់ណាស់ប៉ុន្តែសំណាងល្អអ្វីត្រូវបានដោះស្រាយយ៉ាងរលូនហើយមិនមានអ្នកជំងឺធ្ងន់ធ្ងរពេកទេបន្ទាប់ពីចេញពីធ្វើការខ្ញុំត្រូវតែបង្វឹកកម្លាំងខាងក្នុងរបស់ខ្ញុំនៅពេលគាត់បើកទ្វារគាត់បានឃើញអ្វីមួយគាត់បានឃើញមិត្តរបស់គាត់ឈរនៅទីនោះដោយបាត់បង់គំនិតគាត់ដើរទៅជិតហើយហៅដុកទ័រភយុនបរិមម្នាក់ទៀតបានឮហើយងាកមកមីនហូគាត់ដើរទៅជិតហើយសួរថាតើអ្នកឡើងមកទីនេះដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធដែរឬទេបរិមម្នាក់ទៀតបានត្រដុសក្បាលរបស់គាត់ដោយមិននិយាយអ្វីទាំងអស់ឃើញទឹកមុខរបស់ដុកទ័រភយុនមីនហូគិតថាគាត់មើលទៅសោកសៅណាស់ហើយបុរសម្នាក់ទៀតនិយាយថាដុកទ័រស៊ីនទើបតែចូលមកក្នុងបន្ទប់ហើយសរសើរអ្នកខ្លាំងណាស់ខ្ញុំច្រណែនណាស់ខ្ញុំតែងតែធ្វើខុសហើយត្រូវបានគេស្ដីបន្ទោសរាល់ពេលដឹងបែបនេះមីនហូងក់ក្បាលហើយគិតបន្ថែមដូច្នេះគាត់សោកសៅព្រោះគាត់ត្រូវបានគេស្ដីបន្ទោសដុកទ័រភយុនបន្តថាឥឡូវនេះខ្ញុំចាប់ផ្ដើមខ្លាចក្នុងការមើលអ្នកជំងឺចុះបើខ្ញុំវិនិច្ឆ័យខកម្ដងទៀតហើយត្រូវបានគេស្ដីបន្ទោសប្រហែលជាផ្លូវនេះមិនសមនឹងខ្ញុំទេមីនហូបន្តមកសួរថា
តើការត្រូវបានគេស្ដីបន្ទោសគួរឲ្យខ្លាចណាស់មែនទេរហូតដល់អ្នកមិនអាចពិនិត្យអ្នកជំងឺបានទៀតបរិសម្នាក់ទៀតសម្លឹងមើលមីនហូដោយងឿងឆ្ងល់មីនហូបន្តសួរថាដូច្នេះប្រសិនបើនរណាម្នាក់សរសើរអ្នកនឹងពិនិត្យអ្នកជំងឺបានល្អជាងមុនបរិសម្នាក់ទៀតនិយាយរអាក់រអួលថាអ្វី មីនហូបន្តថាអ្នកជំងឺម្នាក់ដែលមកមន្ទីរពេទ្យមានប្រវត្តិវិទ្យាសាស្ត្រខុសៗគ្នាតើការសរសើរឬការរិះគន់ពីមិត្តរួមការងារមានពាក់ព័ន្ធអ្វីជាមួយការធ្វើរោគវិនិច្ឆ័យរបស់អ្នកប្រសិនបើខ្ញុំធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវអ្នកជំងឺអាចព្យាបាលបានឆាប់ប៉ុន្តែប្រសិនបើខ្ញុំធ្វើរោគវិនិច្ឆ័យមិនត្រឹមត្រូវអ្នកជំងឺនឹងរងទុក្ខរយៈពេលយូរតើអ្នកកំពុងនិយាយថាអ្នកមិនអាចធ្វើរោគវិនិច្ឆ័យអ្នកជំងឺបានទេដោយសារតែអ្នកខ្លាចត្រូវបានថ្នាក់លើស្ដីបន្ទោសនោះប្រៀបដូចជាការសាងសង់ដំបូលមុនពេលអ្នកមានគ្រឹះអញ្ចឹងតើមែនទេឬពាក្យទាំងនេះដុកទ័រយុនមិននិយាយអ្វីទេគាត់សម្លឹងមើលទៅលើភ្នែករបស់គាត់ពោពេញដោយអារម្មណ៍លីមីនហូបន្តយ៉ាងទន់ភ្លន់ថាវាជាការពិតថាការត្រូវបានគេស្ដីបន្ទោសគឺមិនសប្បាយចិត្តបន្តិចក្នុងពេលជាមួយនោះដែរគាត់គិតក្នុងចិត្តថាតាំងពីខ្ញុំចាប់ផ្ដើមប្រកបរបរពេទ្យតើខ្ញុំទទួលបានការប្រមាថប៉ុន្មានដងពីថ្នាក់លើរបស់ខ្ញុំរំដោះខ្លួនចេញពីគំនិតរបស់គាត់មីនហូបន្តថាប៉ុន្តែប្រសិនបើអ្នកត្រូវបានគេស្ដីបន្ទោសដោយសារខ្វះជំនាញនោះអ្នកត្រូវតែទទួលវាហើយខិតខំរៀនសូត្របន្ថែមនេះជាបញ្ហានៃជីវិតរបស់អ្នកជំងឺដូច្នេះយើងមិនអាចគ្រាន់តែបិទភ្នែកហើយឲ្យវាកន្លងផុតទៅបានទេមែនទេជាងនេះទៅយើងនៅតែជាគ្រូពេទ្យកម្មសិទ្ធិដូច្នេះទោះបីជាយើងធ្វើខុសក៏ដោយវិជ្ជបណ្ឌិតផ្ទៃក្នុងនឹងកែតម្រូវយើងនោះក៏ជួយយើងជៀសវាងបញ្ហាជាច្រើនផងដែរលើពាក្យទាំងនេះដុកទ័រយុនញញឹមតិចហើយឆ្លើយថាអ្នកនិយាយត្រូវមីនហូអ្វីដែលអ្នកទើបតែនិយាយបានរំលឹកខ្ញុំអំពីរឿងមួយដែលខ្ញុំបានភ្លេចនៅពេលដែលខ្ញុំស្រមៃចង់ក្លាយជាគ្រូពេទ្យដំបូងអ្វីដែលខ្ញុំគិតគឺការជួយសង្គ្រោះមនុស្សឈឺខណៈពេលដែលគាត់និយាយគាត់នឹកខ្លួនឯងកំពុងរុនខ្លួននៅពេលត្រូវបានគេស្ដីបន្ទោសនឹកខ្លួនឯងស្រក់ទឹកភ្នែកគាត់បន្តថាប៉ុន្តែបន្ទាប់ពីចាប់ផ្ដើមកម្មសិទ្ធិរបស់ខ្ញុំត្រូវបានថ្នាក់លើនឹងអ្នកជំងឺស្ដីបន្ទោសជានិច្ចហើយខ្ញុំក៏រវល់ខ្លាំងជាមួយការងារវាធ្វើឲ្យខ្ញុំភ្លេចថាហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមការងារនេះហេតុផលដែលខ្ញុំចង់ក្លាយជាគ្រូពេទ្យអរគុណចំពោះការសន្ទនានៅថ្ងៃនេះខ្ញុំបានដឹងម្ដងទៀតថាខ្ញុំចង់ឲ្យអ្នកជំងឺមិនឈឺខ្ញុំចង់ជួយពួកគេឲ្យបានទៅផ្ទះមីនហូនិយាយថានោះពិតជាល្អណាស់ខីវុងបន្តថាខ្ញុំមិនគួរមានអារម្មណ៍រំខានដោយការត្រូវបានគេស្ដីបន្ទោសទេខ្ញុំត្រូវផ្ដោតលើការសិក្សាឲ្យបានល្អប្រសើរតើអ្នកជំងឺដែលខ្ញុំព្យាបាលបានធ្វើអ្វីដែលសមនឹងទទួលកំហុសរបស់ខ្ញុំឃើញការផ្លាស់ប្ដូរឥលេខ្នុនពាក្យរបស់ខីវុងមីនហូញញឹមតិចហើយគិតថាមើលទៅការតាំងចិត្តរបស់គាត់ប្រកាសជានឹងធ្វើបានល្អគាត់ប្រកាសជានឹងក្លាយជាគ្រូពេទ្យដ៏ល្អម្នាក់នៅថ្ងៃអនាគតនៅពេលនេះខីវុងបន្តថានិយាយដោយស្មោះត្រង់ខ្ញុំចរណែនអ្នកបន្តិចព្រោះអ្នកគ្រប់គ្នាប្រៀបធៀបខ្ញុំជាមួយអ្នកមីនហូសយក្អកហើយឆ្លើយថាអ្នកគ្រប់គ្នាមើលឃើញបែបនោះប៉ុន្តែខ្ញុំមិនឃើញអ្នកជាមនុស្សល្ងងទេឃើញកាយវិការនោះខីវុងងក់ក្បាលហើយនិយាយថាអ្នកប្រហែលជាស្រមៃហើយភ្លាមនោះដំណក់ទឹកភ្លៀងបានលិចឡើងលើមេឃពួកវាធ្លាក់មកចំពេលទិដ្ឋភាពរសៀលដ៏ទន់ភ្លន់នេះនៅខាងក្នុងមន្ទីរពេទ្យខីវុងនិងមីនហូដើរជុំគ្នាសើចនឹងនិយាយលេងភ្លាមនោះស៊ីនហ៊ីឆែលរត់មកហើយនិយាយថាដុកទ័រលីមីនហូមកទីនេះមួយផ្លែតតើអ្នកអាចបង្ហាញខ្ញុំម្ដងទៀតបានទេពីរបៀបដែលអ្នកធ្វើឲ្យអ្នកជំងឺបើកមាត់ឮសំណើនេះមុខរបស់គាត់ប្រែជាស្រឡំកាំងគាត់សាយតិចហើយបន្តថាខ្ញុំបានសាកល្បងលើដុកទ័រឆាប៉ុន្តែវាមិនដំណើរការទេ
ឆាសាំងសិកពីខាងក្រោយជាមួយនឹងករបស់គាត់ដែលឈឺខ្ទង់និយាយថាអរគុណចំពោះអ្នកករបស់ខ្ញុំរឹងហើយតើអ្នកអាចប្រាប់ដុកទ័រឈិនឲ្យឈប់បានទេ Lee Min Ho ដើរទៅរកសាំងសិកហើយនិយាយថាមកទីនេះខណៈដែលគាត់និយាយគាត់បានសង្កត់ម្រាមដៃរបស់គាត់ថ្នមលើករបស់សាំងសិកបន្ទាប់ពីសង្កត់សាំងសិកប៉ះករបស់គាត់ហើយនិយាយថាករបស់ខ្ញុំត្រឡប់មកសភាពដើមវិញហើយហ៊ីឈុលឃើញបែបនេះសួរដោយរំភើបថាអ្វីតើអ្នកភួរវាបានយ៉ាងដូចម្ដេចខ្ញុំចង់សាក់លបងដែរសាំងសិកភ្ញាក់ផ្អើលនឹងការបញ្ចេញមតិរបស់គាត់ហើយស្រែកថាកុំប៉ះខ្ញុំបន្ទាប់មកគាត់បានរត់ចេញទៅឃើញអាកប្បកិរិយារបស់គាត់ឈិនហ៊ីឈុលនិយាយថាពិតជាកំសាកមែនលីមីនហូបន្ទាប់មកចូលទៅគិតហើយបញ្យល់ថានៅពេលផ្ញើចំណុចចាក់មជុលអ្នកត្រូវសង្កត់ខ្លាំងដោយដៃរបស់អ្នកខ្លាំងល្មមដើម្បីធ្វើឲ្យសរសៃប្រសាទស្ពឹកមួយរយៈហ៊ីឈុលឆ្លើយថាខ្ញុំបានធ្វើវាហើយមីនហូបន្តថាទុកឲ្យខ្ញុំបង្ហាញអ្នកនៅពេលនេះគាត់បានយកផ្លែវ៉លណាត់មួយចេញមកហ៊ីឈុលមើលទៅវាហើយនិយាយថាផ្លែវ៉លណាត់មីនហូលើកផ្លែវ៉លណាត់ហើយនិយាយថាជួនកាលអំឡុងពេលសម្រាកខ្ញុំរមៀលផ្លែវ៉លណាត់ដើម្បីម៉ាស្សាបាតដៃរបស់ខ្ញុំមើលទីនេះនៅពេលគាត់និយាយចប់គាត់បានសង្កត់ម្រាមដៃចង្អុលរបស់គាត់ចុះបំបីសម្បកផ្លែវ៉លណាត់មីនហូបន្តមកនិយាយថាអ្នកត្រូវច្របាច់វាឲ្យខ្លាំងបែបនេះឃើញសម្បកផ្លែវ៉លណាត់ធ្លាក់ចុះហ៊ីឈើរអ៊ូថាដូច្នេះវាគឺដោយសារតែកម្លាំងសាច់ដុំខុសគ្នាភ្លាមនោះសំឡេងមួយបានហៅថាដេកនៅទីនេះពួកគេមើលទៅតាមសំឡេងឃើញអ្នកបញ្ជាម្នាក់ដើរខ្វល់ខ្វិនជាមួយនឹងរបួសជើងពួកគេទៅជួយអ្នកបញ្ជាឲ្យដេកនៅត្រែភ្លាមតើមានបញ្ហាអ្វីជាមួយអ្នកបញ្ជាបុរសម្នាក់ទៀតឆ្លើយថាគាត់កំពុងដឹកជញ្ជូនទំនិញនៅពេលដែលម៉ូតូរបស់គាត់រអិលលើផ្លូវសើមបណ្ដាលឲ្យគាត់ដួលហ៊ីឈលបន្តសួរថាតើគាត់បុកឡានឬបុរសម្នាក់ទៀតឆ្លើយថាទេប៉ុន្តែស្របពេលនោះមីនហូបានយកកន្ត្រៃកាត់ខោនៃអ្នកបញ្ជាយ៉ាងលឿនគាត់បានឃើញអ្វីមួយនឹងភ្នែករបស់គាត់បើកធំដោយភ្ញាក់ផ្អើលគាត់បានឃើញរបួមដ៏ធំមួយនៅលើភ្លៅរបស់អ្នកបញ្ជាជាមួយនឹងការពិពណ៌នារបស់បុរសនោះភ្លៅរបស់គាត់ត្រូវបានដាច់រលត់ទាំងស្រុងដោយសារតែថ្នក់កៅស៊ូនៅចំណុចនេះលីមីនហូផ្ដោតអារម្មណ៍ទាំងស្រុងលើស្ថានភាពនៅចំពោះមុខគាត់ចាប់ផ្ដើមពិនិត្យអ្នកជំងឺតើអ្នកអាចកម្រើកម្រាមជើងរបស់អ្នកបានទេអ្នកជំងឺឆ្លើយភ្លាមថាបាទភ្លាមនោះគាត់ព្យាយាមកម្រើកម្រាមជើងរបស់គាត់ដោយស្វ័យប្រវត្តិគ្រាន់តែពេលនោះលីមីនហូយកដង្កៀបហើយគៀបទៅលើម្រាមជើងនោះអ្នកជំងឺស្រែកដោយការឈឺចាប់ភ្លាមឃើញប្រតិកម្មរបស់បុរសម្នាក់ទៀតគាត់ព្យាយាមផ្លាស់ទីដង្កៀបទៅកន្លែងផ្សេងហើយសួរថាតើវាឈឺខ្លាំងទេចុះនៅទីនេះបុរសម្នាក់ទៀតឆ្លើយទាំងញ័រថាវាឈឺខ្លាំងណាស់នៅពេលនេះលីមីនហូចាប់ផ្ដើមវិភាគស្ថានភាពបច្ចុប្បន្នយ៉ាងល្អិតល្អន់វាមើលទៅដូចជារបួសធំទូលាយប៉ុន្តែវាហាក់ដូចជាគ្រាន់តែជាការដាច់រលាត់សាមញ្ញប៉ុណ្ណោះបន្ទាប់មកគាត់ងាកទៅរកឈិនហ៊ីឆាល់ដែលកំពុងកាន់សេរ៉ាំងហើយរាយការណ៍ពីស្ថានភាពសំណាងល្អឆ្អឹងនិងសរសៃប្រសាទនៅដដែលឈិនហ៊ីឆាល់ងក់ក្បាលដោយយល់បន្ទាប់មកគាត់ចូលទៅជិតអ្នកជំងឺហើយនិយាយថាខ្ញុំនឹងយកកំទេចកំទីចេញហើយលាងរបួសវាមានលទ្ធភាពនៃការឆ្លងបាក់តេរីដូច្នេះខ្ញុំនឹងចាក់ថ្នាំការពារតេតាណូសឲ្យអ្នកផងដែរអ្នកជំងឺឆ្លើយថាបាទសេរ៉ាំងចាក់បញ្ចូលសារធាតុភ្លាមនោះសំឡេងមួយបានហៅថាដុកទ័រលីមីនហូឈិនហ៊ីឆលញញឹមហើយសួរថាដុកទ័រលីមីនហូតើអ្នកចង់ព្យាបាលរបួសនេះទេឮគាត់និយាយបែបនេះគាត់ឆ្លើយតបដោយងក់ក្បាលចាប់ផ្ដើមជាមួយនឹងការរៀបចំម៉ាស៊ីននៅពេលនេះលីមីនហូស្លៀកពាក់ឈុតវះកាត់កាន់ម៉ាស៊ីនក្នុងដៃហើយពន្យល់ពីនីតិវិធីប្រាប់អ្នកជំងឺ
ខ្ញុំនឹងយកវត្ថុបរទេសដែលជាប់នៅចន្លោះស្ទប់ស្បែកជើងទាំងស្រុងខ្ញុំនឹងលាងសម្អាតដោយសម្ពាធខ្ពស់អ្នកត្រូវបានគេចាក់ថ្នាំស្ពឹកហើយប៉ុន្តែវានឹងឈឺចាប់ណាស់អ្នកជំងឺឆ្លើយដោយទឹកមុខទន់ភ្លន់ថាមិនអីទេខ្ញុំពូកែទ្រាំនឹងការឈឺចាប់មិត្តរបស់គាត់នៅក្បែរគាត់ក្រវីក្បាលពេលគាត់ដួលពីលើម៉ូតូគាត់នៅតែបារម្ភពីការដឹកជញ្ជូនរបស់គាត់បន្ទាប់មកគាត់បានរៀបរាប់ពីស្ថានភាពនៅពេលនោះសំណាងឲ្យដែលខ្ញុំនៅទីនោះបើមិនដូច្នោះទេគាត់នឹងទៅដឹកជញ្ជូនទំនិញមុនពេលមកមន្ទីរពេទ្យអញ្ចឹងនៅពេលនោះក្បាលម៉ាស៊ីនត្រូវបានដាក់លើរបួសរបស់អ្នកជំងឺលីមីនហូបើកម៉ាស៊ីនភ្លាមនោះគាត់ណែនាំថាប្រសិនបើអាចកុំជិះម៉ូតូនៅថ្ងៃភ្លៀងវាគ្រោះថ្នាក់ណាស់បរិនម្នាក់ទៀតឆ្លើយដោយធុញទ្រាន់ថាចូលបើខ្ញុំត្រូវរកលុយប៉ុន្តែខ្ញុំគិតថាខ្ញុំជីកដោយប្រយ័ត្នប្រយែងណាស់ភ្លាមនោះមិត្តរបស់គាត់បន្តថាម្នាក់នេះមានកូនស្រីតូចម្នាក់ហើយត្រូវធ្វើការយប់ថ្ងៃដើម្បីចិញ្ចឹមនាងតែម្នាក់ឯងរូបថតកុមារកាន់កង្ហារក្រដាសហើយញញឹមយ៉ាងស្រស់ស្រាយលើកដៃបកបានលេចលើអេក្រង់ទូរស័ព្ទបន្ទាប់មកគាត់បន្តថាមុនពេលនាងចូលរៀនអធិមសិក្សាខ្ញុំបានប្រាប់គាត់ថាគាត់ត្រូវថែរក្សាខ្លួនឯងជាមុនបើមិនដូច្នោះទេគាត់នឹងស្លាប់ទាំងវ័យក្មេងប៉ុន្តែគាត់រឹងរូសណាស់ឮបែបនេះអ្នកជំងឺញញឹមខាត់មិត្តរបស់គាត់មិនឲ្យនិយាយតទៅទៀតបានហើយមិត្តភក្តិលីមីនហូក៏យល់ចិត្តដែរការធ្វើជាឪពុកគឺពិបាកណាស់គាត់ខំប្រឹងញញឹមយ៉ាងជូរចត់គិតក្នុងចិត្តថាកាលពីអតីតកាលខ្ញុំបានជួបអ្នកជំងឺស្រដៀងគ្នានេះជាច្រើនអនុស្សាវរីយ៍ពីសម័យបុរាណបានហូរត្រឡប់មកវិញបង្ហាញពីខ្លួនគាត់កាលពីអតីតកាលភ្លាមនោះមាននរណាម្នាក់ប្រញាប់ប្រញាល់ទៅខាងមុខរីកាជាបន្ទាន់លោកគ្រូពេទ្យបន្ទាប់មកបុគ្គលនេះបានបង្ហាញអ្វីមួយដោយគោរពនិងប្រុងប្រយ័ត្នដោយនិយាយថាតើនេះជាឱសថដែលលោកបានលើកឡើងមែនទេលីមីនហូបញ្ជាក់ដោយក្តីបារម្ភបាទប៉ុន្តែក្នុងអាកាសធាតុបែបនេះតើអ្នកអាចរកវាបានដោយរបៀបណាបុគ្គលនោះឆ្លើយដោយស្មោះត្រង់ថាខ្ញុំបានស្វែងរកពេញភ្នំដើម្បីរកវាបន្ទាប់មកគាត់បានអង្វរយ៉ាងអស់ពីចិត្តថាសូមមេត្តាសូមព្យាបាលកូនរបស់ខ្ញុំផងត្រឡប់មកការពិតវិញគាត់ប្រៀបធៀបដោយស្ងៀមស្ងាត់ទោះបីជានៅអតីតកាលឬបច្ចុប្បន្នបេះដូងរបស់ឪពុកម្ដាយនៅតែដដែលបន្ទាប់មកគាត់ស្នើសុំឧបករណ៍ដង្កៀបកាន់ម្ជុលចាប់ម្ជុលបញ្ចូលស្មាំដេរនីមួយយឺតចូលទៅក្នុងសាច់ឈីនហ៊ីឆុលដែលចូលនៅក្បែរគាត់មើលយ៉ាងយកចិត្តទុកដាក់ដល់ការកោតសរសើររាល់ពេលដែលខ្ញុំឃើញជំនាញដេររបស់គាត់ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ហ៊ីឆុលគិតសង្កេតមើលស្មាំដេរនីមួយគាត់វាយតម្លៃដោយសម្ងាត់ការដាច់រលាត់ប្រហែល10សង់ទីម៉ែត្រហើយគាត់កំពុងធ្វើវាដោយជំនាញដេរពន្លូកគិតដូច្នេះឈីនហ៊ីឆុលធានាអ្នកជំងឺវេជ្ជពេទ្យនេះមានជំនាញដេរល្អបំផុតក្នុងផ្នែកសង្គ្រោះបន្ទាន់គាត់នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យមានស្មាមសូមកុំបារម្ភអ្នកជំងឺឆ្លើយថាបាទអរគុណលោកគ្រូពេទ្យខ្ញុំមិនដឹងច្រើនទេប៉ុន្តែវេជ្ជពេទ្យនេះពិតជាមើលទៅមានវិជ្ជាជីវៈណាស់នៅពេលនោះនៅសល់តែចន្លោះតូចមួយប៉ុណ្ណោះក្នុងរបួសដៃរបស់គាត់ផ្លាស់ទីយ៉ាងស្ទាត់សំនៀងនិងម៉ឺងម៉ាត់កាត់បញ្ចប់ដំណើរការដ៏ល្អិតល្អន់នេះនៅចំណុចនេះគាត់ធានាអ្នកជំងឺដោយសារតែខ្ញុំព្យាបាលវាដោយប្រយ័ត្នប្រយែងអ្នកនឹងឆាប់ជាសះស្បើយអរគុណលោកគ្រូពេទ្យសម្លឹងមើលមុខដែលហត់នឿយនិងស្លែកស្លាំងលីមីនហូណែនាំថាខ្ញុំយល់ពីគំនិតរបស់អ្នកដោយខ្លាចថាការព្រួយបារម្ភហួសហេតុរបស់អ្នកជំងឺនឹងប៉ះពាល់ដល់រង្បួសគាត់ព្រមានថាប៉ុន្តែកូនស្រីរបស់អ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើឪពុករបស់នាងមានគ្រោះថ្នាក់សូមកុំដឹកជញ្ជូនទំនិញនៅថ្ងៃភ្លៀងប្រសិនបើអាចបន្ទាប់មកលីមីនហូណែនាំថាហើយចំណាយពេលជាមួយកូនរបស់អ្នកជំនួសវិញ
នៅផ្ទះផ្ទាល់របស់គាត់មីនហូកំពុងហាត់ប្រាណបន្ទាប់មកគាត់ចាប់ផ្ដើមស្រមៃមើលទម្លាប់មួយលំហាត់ដាវយិនដែលត្រូវបានរចនាឡើងដើម្បីឲ្យស្របទៅនឹងសេរីវិទ្យារបស់មនុស្សខណៈពេលដែលគាត់ហាត់ប្រាណគាត់ពិចារណាទោះបីជាថ្ងៃនេះជាថ្ងៃឈប់សម្រាកក៏ដោយជំនួសឲ្យគ្រាន់តែសម្រាកការអនុវត្តជាប្រចាំនឹងប្រសើរជាងសម្រាប់កម្លាំងរបស់ខ្ញុំខណៈពេលកំពុងហាត់ប្រាណស្រាប់តែមានការគោះទ្វារការបើកវាបង្ហាញអំពីកញ្ចប់ដែលបានដឹកជញ្ជូនពីកណ្ដាលទីក្រុងហ្គោហឹងបន្ទាប់មកគាត់ស្រាប់តែនឹកឃើញរូបភាពរបស់បុគ្គលនោះគាត់ដឹងថាវាជាម្ដាយរបស់ពេទ្យលីមីនហូសង្កេតមើលរបស់ដែលបានផ្ញើលីមីនហូឆ្ងល់ថាតើគាត់ផ្ញើអ្វីមកគាត់សាកលបងពេញតិចក្នុងមាត់របស់គាត់នឹងដឹងថានេះគឺចៃប៉ាវសរសៃខ្ញុំបានញ៉ាំវាពីរ3ដងនៅអាហារដ្ឋានមន្ទីរពេទ្យប៉ុន្តែបន្ទាប់មកលីមីនហូភ្ញាក់ផ្អើលនឹងលាន់ថាឆ្ងាញ់ណាស់កម្រិតខកគ្នាទាំងស្រុងពីអ្វីដែលខ្ញុំធ្លាប់ញ៉ាំបេះដូងរបស់គាត់ពោពេញទៅដោយសំណួរតើគាត់ធ្វើម្ហូបឆ្ងាញ់យ៉ាងនេះដោយរបៀបណាតើគាត់ប្រហែលជាមេចុងភ្ជាប់នៅស្ថាប័នរដ្ឋាភិបាលណាមួយមែនទេខណៈពេលគាត់គិតទូរស័ព្ទរបស់គាត់ក៏ញ័រអ្នកមកគោះគឺម្ដាយគាត់លីមីនហូលើកទូរស័ព្ទសួស្ដីម្ដាយរបស់គាត់ឆ្លើយថាអូមីនហូអាហារដែលម៉ែផ្ញើទៅថ្ងៃនេះបានទៅដល់ហើយតើកូនទទួលបានវាទេគាត់ឆ្លើយទាំងខ្មឹងខ្មាំងថាបាទខ្ញុំទើបតែទទួលវាម្ដាយរបស់គាត់ឆ្លើយភ្លាមថាឥឡូវនេះកូនជាវិជ្ជករតើកូននិយាយជាមួយម្ដាយរបស់កូនជាផ្លូវការយ៉ាងនេះកូនប្រុសបន្ទាប់ពីសួរគាត់បានណែនាំថាម៉ែបានខ្ចប់ឆ្អឹងជំនីអាំងនិងគីមឈីដែលកូនចូលចិត្តហើយផ្ញើទៅទាំងអស់ហើយដូច្នេះកុំទុកវានៅទូត្រជាក់ទេញ៉ាំវាឲ្យអស់មុនពេលវាខូចអូខេលីមីនហូនិយាយរអររអួលខ្ញុំយល់ហើយខ្ញុំនឹងញ៉ាំវាដោយរីករាយភ្លាមនោះគាត់សួរថាតើការងារនៅមន្ទីរពេទ្យលំបាកទេសប្តាហ៍ថ្ងៃនេះគ្រាន់តែពាក្យទាំងនេះចេញមកគាត់ស្រឡាំងកាំងភ្លាមនោះគាត់ឆ្លើយដោយសោកសៅថាមិនអីទេខ្ញុំត្រូវបានគេសរសើរច្រើនមិត្តរួមការងារនិងវេជ្ជបណ្ឌិតផ្ទៃក្នុងក៏ល្អចំពោះខ្ញុំដែរឮបែបនេះគាត់សប្បាយចិត្តណាស់អូព្រះហើយសំណាងហើយម៉ែបារម្ភពីកូនខ្លាំងណាស់ម៉ែសប្បាយចិត្តណាស់ដែលកូនបានក្លាយជាវេជ្ជបណ្ឌិតប៉ុន្តែកូនត្រូវតែផ្ដល់អាទិភាពដល់ខ្លួនឯងជានិច្ចពាក្យរបស់គាត់តាមទូរស័ព្ទគឺក៏ក្តៅណាស់ខំធ្វើការប៉ុន្តែក៏ត្រូវថែរក្សារាងកាយផងដែរអូខេឮពាក្យលើកទឹកចិត្តនិងការដាស់តឿនរបស់គាត់មានអារម្មណ៍ថាដូចជាមានម្ដាយម្ដងទៀតបាទម៉ែកុំបារម្ភការហៅទូរស័ព្ទបានបញ្ចប់នៅពេលនេះលីមីនហូស្ងាត់បន្តិចភ្លាមនោះខ្ញុំមានអារម្មណ៍ខុសដោយគ្មានហេតុផលទាល់តែសោះនៅចំណុចនេះការចងចាំនៃការឆ្លងភពបានហូរត្រឡប់មកវិញខ្ញុំមិនបានបង្ខំដណ្ដើមរាងកាយរបស់ដុកទ័រលីមីនហូទេតែខ្ញុំអាចជួយសង្គ្រោះដុកទ័រលីមីនហូនៅពេលនោះបានទេប៉ុន្តែគាត់មិនអាចជួយអ្វីបានក្រៅពីឆ្ងល់ថាខ្ញុំមិនដឹងថាខ្ញុំមកដល់សម័យនេះដោយរបៀបណាទេនៅពេលនេះគាត់ចាប់ផ្ដើមអង្គុយបត់ជើងបន្តិចម្ដងស្ងប់ម្ដងបន្ទាប់មកប្រាប់ខ្លួនឯងថាខ្ញុំគ្មានជម្រើសផ្សេងទេខ្ញុំត្រូវតែរស់នៅដោយឧស្សាហ៍ព្យាយាមជាងនេះទើបខ្ញុំមិនធ្វើឲ្យដុកទ័រលីមីនហូនិងគ្រួសាររបស់គាត់អាម៉ាមុខគិតដូច្នេះបញ្ហាប្រឈមបច្ចុប្បន្នគឺរបៀបអនុវត្តវាតើខ្ញុំគួរដោះស្រាយរឿងនេះយ៉ាងដូចម្ដេចប្រសិនបើខ្ញុំទុកវានៅផ្ទះវាប្រកាសជាខូចមុនពេលខ្ញុំអាចញ៉ាំវាអស់ទេភ្លាមនោះគំនិតមួយបានកើតចំពោះគាត់អញ្ចឹងខ្ញុំនឹងយកវាទៅមន្ទីរពេទ្យដាក់វាក្នុងទូត្រជាក់ហើយចែករំលែកនឹងអេរ៉ុលគ្នានៅក្នុងការិយាល័យមន្ទីរពេទ្យប៊ុងសេគីលប្រធានផ្នែកសង្គ្រោះបន្ទាប់បាននិយាយថាខ្ញុំឮថាអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ច្រើនត្រូវបានបញ្ជូនមកទីនេះកាលពីម្សិលមិញយ៉ាងតាយូបញ្ជាក់បាទត្រឹមត្រូវហើយបន្ទាប់មកបងសេហ្គីលស្ដីបន្ទោស
ប្រធានផ្នែកបានទូរស័ព្ទមកឃ្លៀងមិនឈប់ដល់និយាយរឿងមិនល្អគាត់បិទផ្នែកដោយអស់កម្លាំងហើយឆ្លើយថាខ្ញុំមិននឹកស្មានថាពួកគេនឹងទូរស័ព្ទទៅប្រធានផ្នែកដែរខ្ញុំសុំទោសបន្ទាប់មកបងសេហ្គីលនិយាយដូចជាមនុស្សចិត្តទូលាយខ្ញុំដឹងថាសាស្ត្រាចារ្យយ៉ាងមកតាមសំណើររនាយកប៉ុន្តែនៅពេលដែលអ្នកធ្វើការនៅក្នុងផ្នែកសង្គ្រោះបន្ទាប់ខ្ញុំចង់ឲ្យអ្នកឆ្លងកាត់ខ្ញុំសិនប្រសិនបើអ្នកប្រាប់ខ្ញុំជាមុនខ្ញុំនឹងនិយាយជាមួយប្រធានផ្នែកផ្សេងទៀតដើម្បីឲ្យពួកគេយល់ឮបែបនេះយ៉ាងតែជូសួរបកវិញថានោះនឹងកាត់បន្ថយការប៉ះទង្គិលគ្នាមែនទេដោយសារតែលោកឈប់សម្រាកកាលពីម្សិលមិញខ្ញុំមិនចង់រំខានលោកជាមួយរឿងមន្ទីរពេទ្យទេនៅពេលនេះបងសេហ្គីលបន្តស្ដីបន្ទោសប៉ុន្តែខ្ញុំមើលខ្លីខ្ញុំបានឈរនៅខាងសាស្ត្រាចារ្យយ៉ាងប៉ុន្តែអ្នកមិនមែនសូម្បីតែជាអតីតនិស្សិតនៃសាកលវិទ្យាល័យនេះផងបន្ទាប់មកបងសេហ្គីលនិយាយយ៉ាងម៉ឺងម៉ាត់អ្នកអាចចេញទៅបានធ្វើឲ្យយ៉ាងតែជូคล้ายទៅជាស្ងៀមស្ងាត់បាទដោយផ្ទុកកំហឹងរបស់ប្រធានផ្នែកយ៉ាងតែជូបើកទ្វារឲ្យដើរចេញទៅបងសេហ្គីលសម្លឹងមើលគាត់ដោយមាងងាយដើរតាមច្រករបៀងមន្ទីរពេទ្យយ៉ាងតែជូមានបញ្ហាគំនិតចាប់ផ្ដើមធ្ងន់លើចិត្តរបស់គាត់ខ្ញុំមិនមានចេតនាធ្វើរឹកពីទីតាមទស្សនៈរបស់ប្រធានបងគាត់ប្រហែលជាមានអារម្មណ៍ថាខ្ញុំមិនគោរពបន្ទាប់មកគាត់នឹកឃើញបទពិសោធន៍បំពងរបស់គាត់នៅមន្ទីរពេទ្យតាំងពីថ្ងៃដំបូងដែលខ្ញុំធ្វើការនៅមន្ទីរពេទ្យនេះគាត់មានចំណាប់អារម្មណ៍ម្ល៉េះចំពោះខ្ញុំរូបភាពនៃមុខរឹងកំព្រើនឹងគ្មានការប្របែងចេញរបស់បងសេហ្គីលបានលេចឡើងនៅគំនិតរបស់គាត់ដើរដោយដំណើរហាក់ដូចជាគ្មានកង្វល់គាត់ឆ្ងល់យ៉ាងជ្រាវថាតើគាត់គិតថាខ្ញុំជាការគំរាមកំហែងហើយត្រូវការប្រុងប្រយ័ត្នឬគ្រាន់តែពេលនោះឈិនហ៊ីឆលដើរមកជាមួយឯកសារមួយដុំសាស្ត្រាចារ្យដល់ពេលដើរពិនិត្យតាមបន្ទប់ហើយគាត់ពាក់វ៉ែនតាយ៉ាងលឿនហើយឆ្លើយថាអូត្រូវហើយតោះមើលត្រឡប់កំណត់ត្រាចាំងតែជូនិយាយថាទី1អ្នកជំងឺឈិនដុងជុលបន្ទាប់មកគាត់ងាកទៅសួរថាដុកទ័រឈិនខ្ញុំគ្រាន់តែប្រាប់អ្នកឲ្យដោះស្រាយអ្នកជំងឺឈិនដុងជុលតើអ្នកបានស្ដារបំពង់មេជីវិតឈ្មោះដែរឬទេឬបែបនេះឈិនហ៊ីឈិលភ្ញាក់ផ្អើលគឺដោយសារតែនេះជាអ្នកជំងឺប្រុសវ័យក្មេងដូច្នេះគ្រាន់តែពួកគេរំពឹងថានឹងមានការស្ដីបន្ទោសចាំងតែយូស្រាប់តែសរសើរគាត់ដោយមិននឹកស្មានដល់ធ្វើបានល្អណាស់ខ្ញុំគិតថាកម្រិតជំនាញនោះនៅតែខ្ពស់ពេកសម្រាប់ដុកទ័រឈិនប៉ុន្តែវាមិនអន់ទេវាហាក់ដូចជាអ្នកបានអនុវត្តយ៉ាងឧស្សាហ៍ព្យាយាមទទួលបានពាក្យទទួលស្គាល់ទាំងនោះឈិនហ៊ីឈិលនិយាយរអាក់រអួលបាទត្រឹមត្រូវហើយនៅចំណុចនេះចាំងតែយូជំរុញឈិនហ៊ីឈិលអញ្ចឹងតោះទៅពិនិត្យនៃជំងឺឈិនដងជុលទៅភ្លាមនោះឈិនហ៊ីឈិលហៅគាត់ត្រឡប់មកវិញសាស្ត្រាចារ្យមុខរបស់គាត់ស្រអាប់ពេលគាត់និយាយតាមពិតវាគឺដុកទ័រលីមីនហូបានធ្វើវាលើអេក្រង់ព្រួយមើយបានចឹងលើអក្សរដែលបង្ហាញការជូនដំណឹងសំឡេងចាំងតៃជូវៃអក្សរលើกระดาษជញ្ជូនបានបន្លឺឡើងអេក្រង់កាមេរ៉ាបានបង្ហាញវីដេអូវះកាត់នៅពេលពេញរៀកលើរបួសដៃដ៏ជំនាញរបស់លីមីនហូដេគ្រប់ធ្នេយ៉ាងស្ទាត់ជំនាញនិងរហ័សឃើញផ្ទាល់ភ្នែកទើបជឿគាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការលាតត្រដាងនេះមិនអភិបាលសម្លឹងមើលចលនារបស់លីមីនហូចិត្តរបស់គាត់លាន់មាត់ថាស្នាមដេនោះស្មើគ្នាឥតអលុនហាក់ដូចជាវាស់ដោយបន្ទាត់ដៃរបស់គាត់ផ្លាស់ប្ដូរយ៉ាងទន់ៗដូចជាដាំតាមចង្វាក់តែគាត់អាចទាំងលឿននិងច្បាស់ដល់កម្រិតនោះបានដូចម្ដេចនៅពេលគាត់ពង្រៀកលើរបួសស្នាមដេស្អាតនិងស្មើគ្នានីមួយៗកាន់តែច្បាស់សំណួរធំមួយកើតឡើងតើទាំងនេះជាជំនាញរបស់គ្រូពេទ្យកម្មវិធីមែនទេវ៉ែនតារបស់លោកវិជ្ជបណ្ឌិតចាងថេយូត្រូវបានដោះចេញដោយការផន់ច្រឡំតើអាចទៅរួចយ៉ាងដូចម្ដេចគាត់ត្រដុសដាមច្រមុះរបស់គាត់តើមានអ្វីកើតឡើងចំពោះដុកទ័រលីមីនហូនៅក្នុងផ្នែកវះកាត់បេះដូងនិងទ្រូងតើអាចសម្រេចបានកម្រិតនេះតែក្នុងអំឡុងពេលបណ្ដុះបណ្ដាលវិជ្ជបណ្ឌិតផ្ទៃក្នុងទេដោយសារតែរឿងនេះកើតឡើងភ្លាមគាត់មិនហ៊ានជឿទេទោះបីជាខ្ញុំនៅបង្រៀនគាត់ពេញមួយយប់ក៏ដោយក៏វានៅតែមិនអាចទៅរួចដែរ
គំនិតមួយបានភ្លឺឡើងក្នុងចិត្តរបស់ចាងថេជូប្រហែលជាដុកទ័រលីមីនហូគឺជាទេពកោសល្យពីកំណើតវ៉ែនតាត្រូវបានពាក់វិញខ្ញុំឮថាផ្នែកវែកកាត់បេះដូងនឹងទ្រូងបានសម្លឹងមើលគាត់ជាយូរមកហើយនៅពេលនេះចាងថេជូរុនវ៉ែនតារបស់គាត់ឡើងដោយការតាំងចិត្តនោះមិនអាចកើតឡើងទេដុកទ័រលីមីនហូត្រូវតែមកផ្នែកវះកាត់របួសស្នាមរបស់ខ្ញុំទស្សនភាពផ្លាស់ប្ដូរទៅលីមីនហូគាត់បានដង្ហើមធំសម្លឹងមើលកំឡូចាននិងប្រអប់អាហារដែលទទេស្អាតដែលគាត់បានយកមកគាត់មានអារម្មណ៍សោកសៅគាត់រើសប្រអប់អាហារមួយគិតយ៉ាងក្រៀមក្រំនិងសោកស្ដាយថាស្នាដៃម្ដាយរបស់ដុកទ័រលីមីនហូឃើញថានៅសល់តែឆ្អឹងចំនីមួយដុំក្នុងប្រអប់គាត់អស់សង្ឃឹមខ្ញុំយកវាមកដោយចេតនាល្អសម្រាប់ចែករំលែកជាមួយអ្នករាល់គ្នាប៉ុន្តែខ្ញុំមិននឹកស្មានថាវានឹងអស់រលីងក្នុងរយៈពេលតែប៉ុន្មានម៉ោងទេដោយទឹកមុខសោកស្ដាយមិនចង់ខ្ជិះខ្ចាយអាហារដែលម្ដាយគាត់ធ្វើគាត់បានញ៉ាំឆ្អឹងចំនីដែលនៅសល់ដោយរីករាយអាហានជីស៊ូលើកមេដៃ2នៃតែទំពាអាហាររបស់គាត់បង្ហាញថាមីនហូស្នាដៃធ្វើម្ហូបរបស់ម្ដាយកូនឯងពិតជាអស្ចារ្យណាស់កុំភ្លេចប្រាប់ម្ដាយកូនឯងថាយើងពិតជាចូលចិត្តវាណាស់គីវងដែលនៅតែកាន់ឆ្អឹងចំនីក៏យល់ព្រមដោយលើកមេដៃដែរលីមីនហូមិនអាចសប្បាយចិត្តបានទេវាគ្រាន់តែឆ្ងាញ់ល្មមពួកគេនៅក្នុងវ័យដែលពួកគេញ៉ាំច្រើនគ្រាន់តែពេលនោះយ៉បុកស៊ុនដើរចូលហើយឃើញលីមីនហូភ្លាមនោះឃើញគាត់នៅម្នាក់ឯងកំពុងសម្អាតតុអាហារនាងក៏ហៅភ្លាមថាដុកទ័រលីមីនហូឮនរណាម្នាក់ហៅគាត់ងាកមកក្រោយដោយស្វ័យប្រវត្តិនៅតែមានសាច់ឆ្អឹងជំនីមួយដុំក្នុងមាត់បន្ទាប់មកគាត់បានយកឆ្អឹងចិនហើយងាកទៅយ៉បុកស៊ុនដែលនិយាយថាប្រធានផ្នែកបុងកំពុងស្វែងរកអ្នកឮឈ្មោះនោះលីមីនហូពោពេញដោយការសង្ស័យប្រធានផ្នែកបុងភ្លាមនោះគាត់នឹកឃើញគ្រានោះនៅពេលដែលគាត់ទៅតែផឹកទឹកមើលក្អកនៅពេលនោះគាត់បានឃើញស៊ីនហ៊ីឆោតអញតអែព្រឹកនេះខ្ញុំបានជួបប្រធានផ្នែកបុងគាត់បាននិយាយឌឺដងអំពីពាក្យចចាមអារម្មណ៍ថាខ្ញុំកំពុងលើកជើងសាស្ត្រាចារ្យចាងនៅពេលគាត់អវត្តមានឆាសាំងសិចឆ្ងល់ភ្លាមថាតែនរណាជាអ្នកចាប់ផ្ដើមពាក្យចចាមអារម្មណ៍នោះស៊ីនហ៊ីឆុលដកដង្ហើមធំដោយអស់កម្លាំងតើមាននរណាទៀតក្រៅពីដុកទ័រមូនសុងរៀងដូតកូនមនដើរតាមមេមនគាត់នៅជួបនឹងប្រធានផ្នែកបុងពេញមួយថ្ងៃគិតដល់មនុស្សឈ្មោះមូនសុងរៀងតាមរយៈការពិពណ៌នានោះគាត់ដូចជាស្រមោលតែដើរតាមអ្នកដតីនិងថែមទាំងធ្វើបាបមនុស្សស្លូតត្រង់ទៀតផងបន្ទាប់ពីស្ដាប់មួយសន្ទុះឆាសាំងសិចដកនឹងហាមធំទីបំផុតយើងគ្រាន់តែរងទុក្ខដោយសារការជាប់នៅកណ្ដាលកៅទឹកនៅក្នុងដៃរបស់គាត់ត្រូវបានលើកមកមាត់ម្ដងទៀតខណៈពេលដែលគាត់គិតថាសូម្បីតែសត្វនៅពេលនេះលីមីនហូវាយតម្លៃមនុស្សទាំងនោះពួកគេមិនឆ្លក់នេះដណ្ដើមទឹកដីនៅក្នុងមន្ទីរពេទ្យដូចនេះទេត្រឡប់មកការពិតវិញភ្នែករបស់គាត់ពោពេញដោយការសង្ស័យនិងការប្រុងប្រយ័ត្នខ្ញុំគិតថាវាជាបរិះម្នាក់នោះកាលពីថ្ងៃនោះហេតុអ្វីបានជាគាត់ស្រាប់តែស្វែងរកខ្ញុំឥឡូវនេះប្រធានផ្នែកប៊ុងសេគីលមុខរបស់ប៊ុងសេគីលតានតឹងនិងក្រញ៉ូនៅពេលនេះមនុស្ស3នាក់កំពុងខ្សឹបគ្នាអំពីអ្វីមួយបន្ទាប់មកសំឡេងរបស់លីមីនហូស្រាប់តែបន្លឺឡើងខ្ញុំឮថាលោកកំពុងស្វែងរកខ្ញុំបន្ទាប់មកគាត់ដើរទៅរកបងសេគីលហើយជួយទៅក្នុងសាច់រឿងភ្លាមខ្ញុំគិតថាលោកនៅក្នុងបន្ទប់ពិគ្រោះយោបល់ខ្ញុំមិននឹកស្មានថាលោកនៅទីនេះទេមុខរបស់គាត់ពោពេញដោយភាពក្រអឺតក្រទុំបងឆ្លើយថាបាទខ្ញុំគ្រាន់តែចៃដន្យមានរឿងមិនទាន់ត្រូវពិភាក្សាជាមួយអ្នកបន្ទាប់មកគាត់គិតក្នុងចិត្តថាដូច្នេះនេះគឺលីមីនហូឯកសារមួយត្រូវបានបង្ហាញនិងសំឡេងរបស់គាត់និយាយថាដុកទ័រមូននៅពេលនោះបងសេគីលនិយាយយ៉ាងធ្ងន់ធ្ងរម្សិលមិញខ្ញុំបានពិនិត្យមើលគំនិតត្រាវេជ្ជសាស្ត្ររបស់អ្នកជំងឺដែលត្រូវបានបញ្ជូនមកសម្រាប់ជំងឺធ្លាក់ឈាមក្នុងស្រទាប់ខួរក្បាលវាហាក់ដូចជាអ្នកគ្រាន់តែថត CT ហើយបញ្ជូនអ្នកជំងឺទៅផ្នែកសរសៃប្រសាទដោយផ្ទាល់ហេតុអ្វីបានជាអ្នកមិនធ្វើតេស្តផ្សេងទៀតប្រធានផ្នែកមូនសុងរៀងឆ្លើយដោយការចុះចំនួនគឺ
ខ្ញុំបានសួរដុកទ័រស៊ីនហ៊ីឆលហើយគាត់និយាយថាដុកទ័រលីមីនហូបានឃើញរោគសញ្ញាហើយសង្ស័យថាមានការធ្លៀងឈាមក្នុងស្រទាប់ខួរក្បាលហើយគាត់បានបញ្ជាឲ្យថត CT ភ្លាមបងសេគីលងក់ក្បាលដោយការថន់ច្រឡំលីមីនហូឈ្មោះនេះហាក់ដូចជាធ្លាប់ឮភ្លាមនោះគាត់នឹកឃើញការវះកាត់មុននៅពេលដែលម៉ាស៊ីនឆក់បេះដូងត្រូវបានធ្វើឲ្យសកម្មលីមីនហូដើរចូលមកភ្លាមមុខរបស់គាត់ពោពេញដោយភ័យស្លន់ស្លង់ញើសហូរចុះដង្ហើមធំបន្ទាប់មកបងសេគីលទៅលើកទូរស័ព្ទត្រឹមត្រូវហើយ ភ្លាមនៅពេលដែលម្ខាងទៀតនិយាយគាត់ស្រែកភ្លាមដោយការរំជើបរំជួលថាខ្ញុំបាននិយាយហើយនៅពេលគាត់ត្រូវបានផ្ទេរអ្នកជំងឺនៅមានជីវិតភាពត្រជាក់បានរត់ចុះតាមឆ្អឹងខ្នងរបស់គាត់មុខរបស់បងប្រែជាស្លេកដោយការភ័យស្លន់ស្លោកុំប្រាប់ខ្ញុំថានោះគឺជាមនុស្សដែលបេះដូងឈប់លោតហើយត្រូវបានរកឃើញដោយសាស្ត្រាចារ្យហួងនិងបងបន្ទាប់ពីនឹកឃើញគាត់ងាកមកសួរថាដូច្នេះគាត់គឺជាអ្នកដែលពិនិត្យអ្នកជំងឺនោះហើយវាមិនមែនជាករណីសាមញ្ញទេប៉ុន្តែជាការសង្ស័យថាមានការធ្លាក់ឈាមក្នុងស្រទាប់ខួរក្បាលភ្លាមមុនសងរៀងឆ្លើយថាខ្ញុំឮថាសាស្ត្រាចារ្យចាំងធ្លាប់ឲ្យគាត់ពិនិត្យអ្នកជំងឺជាការសាកល្បងហើយក្នុងករណីមួយទៀតគាត់បានធ្វើរោគវិនិច្ឆ័យឃើញថាមានការរមួលដៃស្បួនដោយផ្អែកលើការពិនិត្យតាមគ្លីនិកប៉ុណ្ណោះការភ្ញាក់ផ្អើលនិងការមិនជឿបានបង្ហាញពេញមុខរបស់បងសេកេលធ្វើរោគវិនិច្ឆ័យឃើញការរមួលដៃស្ពួនដោយគ្រាន់តែការពិនិត្យតាមគ្លីនិកมันគួរឲ្យជឿមូនសង្រៀងបន្ថែមភ្លាមថាតើគាត់មកពីគ្រូសាល្អទេយោងតាមដុកទ័រឈីនគាត់ស្រមៃចង់ក្លាយជាគ្រូពេទ្យតាំងពីគាត់នៅក្មេងហើយបានសិក្សាយ៉ាងខ្លាំងឪពុកម្ដាយរបស់គាត់គ្រាន់តែជាកសិករធម្មតានៅជនបទគិតអំពីគណនីទាំងនោះគាត់ងាកទៅសម្លឹងមើលលីមីនហូបន្ទាប់មកព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលជាងនេះពីមាត់របស់មូនសង្រៀងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថាអំឡុងពេលកម្មសិក្សារបស់គាត់នៅក្នុងផ្នែកបាស្កាតបេះដូងនិងទ្រូងក្រោមការណែនាំរបស់ដុកទ័រអូមនុស្សម្នាក់ទៀតបាននិយាយអំពីស្ថានភាពបច្ចុប្បន្ននៃចង្គ្រោះបន្ទាន់ភេទប្រុសអាយុ47ឆ្នាំសន្លប់និងមិនឆ្លើយតបនៅវេទិកាស្ថានីយ៍អុតភ្លើងក្រោមដីបុគ្គលិកស្ថានីយ៍បានរកឃើញហើយរាយការណ៍ថាស្ថានភាពនៃចង្គ្រោះនោះធ្ងន់ធ្ងរខ្លាំងណាស់កង្វះអុកស៊ីហ្សែនយ៉ាងខ្លាំងនិងត្រូវការផ្ទេរទៅវះកាត់ជាបន្ទាន់ដោយចង់សាកល្បងសមត្ថភាពពិតរបស់គាត់បងសេគីលបានស្នើសុំថាដុកទ័រលីសាកល្បងធ្វើរោគវិនិច្ឆ័យករណីនេះលីមីនហូយល់ព្រមបាទខ្ញុំយល់ហើយប៉ុន្តែភ្នែករបស់គាត់ពោពេញដោយការវិនិច្ឆ័យមិនថាគាត់ជាសិស្សល្អយ៉ាងណាទេមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើរោគវិនិច្ឆ័យនិងចេញបញ្ជាវេជ្ជសាស្ត្របានទេនៅពេលនេះមីនហូចូលទៅជិតហើយសួរថាតើលោកឈ្មោះអ្វីការចំអកដោយស្ងៀមស្ងាត់បានកើនឡើងនៅក្នុងចិត្តរបស់បងស៊ីហ្គីលសាស្ត្រាចារ្យចាំងកំពុងព្យាយាមទាញដុកទ័រឈីនចូលទៅក្នុងផ្នែកវះកាត់របួសស្នាមគួរឲ្យស្អប់ខ្ពើមណាស់បន្ទាប់មកមហិច្ឆតារបស់គាត់ចាប់ផ្ដើមលូតលាស់ប៉ុន្តែការជ្រើសរើសគ្រូពេទ្យកម្មសិក្សាដែលមានទេពកោសល្យតាំងពីដំបូងក៏មិនអាក្រក់ដែរគាត់ពិនិត្យគាត់តើលោកធ្លាប់សន្លប់បែបនេះពីមុនមកទេអ្នកជំងឺឆ្លើយដោយស្មោះត្រង់ថាទេការពិនិត្យសុខភាពរបស់ខ្ញុំគឺធម្មតារៀងរាល់ឆ្នាំខ្ញុំមិនយល់ថាហេតុអ្វីបានជារឿងនេះកើតឡើងភ្លាមនៅចំណុចនេះគីលានបាជាការនៅក្បែរគាត់បានប្រកាសកំណត់ត្រារបស់អ្នកជំងឺសម្ពាធឈាមរបស់អ្នកជំងឺ85/60ជីប្រច160ដងក្នុង1នាទីអត្រាដកដង្ហើម15 SpO2 98% បន្ទាប់ពីឮលទ្ធផលតេស្តលីមីនហូពិចារណានិងកត់សម្គាល់ភាពមិនប្រក្រតីសម្ពាធឈាមទាបនិងជីពចុះលឿននេះគឺគាត់ដឹងថាសញ្ញាប្រកាសអាក់សាន់នៃការឆក់បឋមក្នុងចិត្តរបស់គាត់ចាប់ផ្ដើមវិភាគទិន្នន័យវាអាចជាសរសៃឈាមដាច់នៅកន្លែងណាមួយក្នុងរាងកាយដែលបណ្ដាលឲ្យសន្លប់ដោយសារកង្វះឈាម
อาทิเปียกคือเต้าเธอเอาสัญญาชีวิตเมียสเทราเพพโดยปรารถนามบรรตอบมกลีมินโฮเสนอสมทาจากโซเดียมคลอรัว0.5 ลิตรหรือเบื้อนปิงโปรแฮลใบรอยตำนอกกีฬานุปทายนิกาเตตัวบัญเจียอย่างเลือนยศบรมคิมหนึ่งเทอวีพลิมบรรตอบมกกอดสู้อัมปีโรคสัญญาคลามุนเป็นสันลบตาลูกบันกอดสำกว่าสัญญามันทอมด่าเต้ชื่อตรุงชื่อกบาล